បុព្វបុរសខ្មែរបានកសាងប្រាសាទជាច្រើនសន្ធឹកសន្ធាប់ជាពិសេសគឺនៅតំបន់អង្គរបច្ចុប្បន្នដែលជាមហារាជធានីនៃប្រទេសកម្ពុជាយើងគណៈការកសាងសំណង់ប្រាសាទគូត្រូវចំណាយថ្មភក់អស់ជាច្រើនអញ្ចឹងធ្លាប់ឆ្ងល់ដែរអត់ថាហេតុអ្វីបានជាប្រាសាទទាំងនោះអាចតាំងជំហរបានរហូតមកដល់រាប់រយឆ្នាំអាប់កំបាំងក្រោមមេសប្តាហ៍នេះខ្ញុំបាទហៅខុងនឹងនាំបងប្អូនទាំងគ្នាទៅដឹងអំពីភាពដ៏អស្ចារ្យនៃប្រាង្គប្រាសាទខ្មែរយើងដែលដូនតាបានកសាងឡើងមានភាពរឹងមាំក៏ដូចជាតាំងជំហរបានយ៉ាងស្រស់សង្ហារហូតមកដល់ពេលបច្ចុប្បន្នចង់នឹងថាតើបច្ចេកទេសក៏ដូចជាប្រភេទថ្មដែលដូនតាបានយកមកកសាងនោះមានអ្វីខ្លះទស្សនាវីដេអូនេះទាំងអស់គ្នាដើម្បីស្រាយចម្ងល់ទាំងអស់នេះសូមលើកយកប្រាសាទអង្គរវត្តឬអង្គរតូចដែលស្ថិតនៅក្នុងខេត្តសៀមរាបត្រូវបានកសាងឡើងដំបូងនាដើមសតវត្សទី12ក្រោមស្នាព្រះហស្ថរបស់ព្រះបាទសូរ្យវរ្ម័នទី2នៅចន្លោះឆ្នាំ1113ដល់1150ក្នុងបុព្វហេតុឧទ្ទិសថ្វាយព្រះបរមវិស្ណុដែលជាព្រះមហាអាទិទេពមួយអង្គក្នុងព្រហ្មញ្ញសាសនាលុះដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី7នៅចន្លោះឆ្នាំ1181ដល់ឆ្នាំ1218ផ្នែកមួយចំនួនទៀតនៃមហាប្រាសាទនេះត្រូវបានជួសជុលនិងសាងសង់បន្ថែមផងដែរទម្រាំសម្រាប់បានអច្ឆរិយវត្ថុដ៏មហស្ចារ្យនេះបុព្វបុរសខ្មែរបានប្រើប្រាស់ថ្មជាច្រើនលានដុំដែលសុទ្ធតែមានទម្ងន់ធ្ងន់តម្រៀបបណ្ដាក់លើគ្នាប្រកបដោយភាពប៉ិនប្រសប់គួរឲ្យកោតសប្ស្ញាយខ្លាំងបំផុតប៉ុន្តែមានមហាជនភាគច្រើនមិនបានដឹងទេថានៅពីក្រោមគ្រឹះនៃមហាប្រាសាទអង្គរវត្តដ៏ល្បីល្បាញមានអ្វីខ្លះនោះហើយក៏មានអ្នកឆ្ងល់ដែរថាតើមានកត្តាអ្វីខ្លះដែលអាចឲ្យមហាសំណង់ដ៏ធំមួយនេះអាចតាំងជំហររឹងមាំបានរាប់រយឆ្នាំឥឡូវនេះយើងទៅដឹងទាំងអស់គ្នាអំពីប្រភេទថ្មដែលដូនតាខ្មែរយើងយកមកសាងសង់ប្រាសាទមន្ត្រីអ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថាប្រាសាទអង្គរវត្តត្រូវបានកសាងឡើងអំពីថ្មភក់និងថ្មបាយក្រៀមដែលនៅផ្នែកខាងក្នុងយ៉ាងច្រើនសន្ធឹកសន្ធាប់ថ្មភក់ថ្មប្រភេទនេះច្រើនប្រើនៅលើតួប្រាសាទព្រោះប្រភេទថ្មពិបាករកឬមានតម្លៃខ្ពស់ដូច្នេះហើយគេប្រើនៅកន្លែងណាដែលសំខាន់ដូចជាហោជាងផ្ដែសសរពេជ្រនិងចន្ទាភាគច្រើនប្រើនៅលើផ្នែកដំបូលនិងដាក់តម្រៀបជាគ្រឹះផ្នែកខាងក្រោមនៃប្រាសាទផងដែរក្នុងប្រភេទថ្មភក់នេះទៀតសោតមានបែងចែកជាប្រភេទថ្មភក់ដែលមានគុណភាពល្អនិងគុណភាពអន់ផងដែរតាមការសិក្សាស្រាវជ្រាវពីអ្នកជំនាញបានរកឃើញថាថ្មប្រាសាទដែលមានគុណភាពល្អជាងគេគឺថ្មភក់ពណ៌ផ្កាឈូកនៃប្រាសាទបន្ទាយស្រីលេខ2គឺថ្មនៅប្រាសាទអង្គរវត្តលេខ3ថ្មប្រាសាទតាកែវនិងបន្ទាប់មកគឺថ្មប្រាសាទទូទៅថ្មបាយក្រៀមដែលភាគច្រើនប្រើនៅក្នុងការរៀបជញ្ជាំងចាក់ជាគ្រឹះដោយហេតុថាវាងាយស្រួលរកនិងមានតម្លៃថោកនិងធន់នឹងអាកាសធាតុចំពោះទម្ងន់ជាក់លាក់យ៉ាងណានោះគេមិនអាចបញ្ជាក់បានឡើយប៉ុន្តែបើតាមការវិតម្លៃរបស់អ្នកជំនាញប្រាសាទអង្គរវត្តយើងមានទម្ងន់ដល់ទៅរាប់លានតោនព្រោះថ្មធំតូចមួយដុំក៏មានទម្ងន់ធ្ងន់ណាស់ដែរបើតាមអ្នកជំនាញដែលបានលើកយកភស្តុតាងវិទ្យាសាស្ត្រមកបញ្ជាក់ថាកត្តាដែលធ្វើឲ្យប្រាសាទដ៏ធ្ងន់មហិមានេះអាចតាំងជំហររឹងមាំបានក៏ដោយសារកត្តាសំខាន់ពីរនៃគ្រឹះរួមមានដីខ្សាច់នេះត្រូវបានបង្ហាប់យ៉ាងហាប់ណែនបំផុតនៅក្រោមបាតគ្រឹះមុនពេលសាងសង់ប្រាសាទអង្គរវត្តត្រង់ចំណុចនេះអ្នកជំនាញបញ្ជាក់ថានៅពេលដែលខ្សាច់ជួបជាំដោយទឹកខ្សាច់នឹងខំជាប់គ្នាមិនងាយរបេះចេញពីគ្នាឡើយហើយមានសមត្ថភាពអាចទ្រាំទ្រទម្ងន់ប្រាសាទបានយ៉ាងរឹងមាំថ្មីត្បិតទឹកជាអង្គធាតុរាវប៉ុន្តែវាបានជួយបង្កើនកំហាប់ខ្សាច់ដែលនៅក្រោមគ្រឹះប្រាសាទអង្គរវត្តឲ្យនៅតែស្ថិតក្នុងសភាពហាប់ណែនជានិច្ចទោះបីឆ្លងកាត់រយៈពេលរាប់រយឆ្នាំក៏ដោយពោលគឺឲ្យតែមានទឹកសម្រាប់បង្កើនកំហាប់ខ្សាច់គ្រប់គ្រាន់គ្រឹះប្រាសាទអង្គរវត្តក៏នៅតែមានជំហររឹងមាំដែរចំពោះទឹកនៅក្នុងកសិណជុំវិញប្រាសាទអង្គរវត្តក៏មានពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងស្ថិរភាពទឹកក្រោមគ្រឹះប្រាសាទអង្គរវត្តផងដែរសរុបមកបើទោះបីជាប្រាសាទអង្គរវត្តនិងប្រាសាទក្នុងតំបន់អង្គរបន្តឈរយ៉ាងរឹងមាំក៏ពិតមែនប៉ុន្តែអាជ្ញាធរជាតិអប្សរាបន្តយកចិត្តទុកដាក់ជួសជុលនិងថែរក្សាយ៉ាងខ្លាំងប្រាសាទទាំងនេះនៅតែមានភាពរឹងមាំចម្លាក់រស់រវើកនិងបញ្ចេញសម្រស់ដ៏វិសេសវិសុទ្ធបំផុតដូនតាខ្មែរពីសម័យបុរាណពិតជាខ្លាំងអស្ចារ្យពិសេសផ្នែកស្ថាបត្យកម្មនេះដូច្នេះកូនខ្មែរគ្រប់រូបមានកាតព្វកិច្ចថែរក្សាតំបន់អង្គរដែលលាតសន្ធឹងនៅលើផ្ទៃដីប្រមាណ401គីឡូម៉ែត្រក្រឡាឲ្យស្ថិតស្ថេរជារៀងរហូតឲ្យតែបានស្ដាប់ពីប្រវត្តិសាស្ត្ររបស់ខ្មែរយើងពិសេសគឺតាក់ទងជាមួយនឹងប្រាង្គប្រាសាទគឺថាខ្ញុំនេះមានមោទនភាពខ្លាំងមែនទែនដែលបានកើតមកជាកូនខ្មែរហើយខ្ញុំសង្ឃឹមថានេះគឺជាចំណេះដឹងបន្តិចបន្តួចដែលខ្ញុំបានចែករំលែកទៅអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាមានការខ្វះខាតក៏ដូចជា
ខ្វះចន្លោះនៅប្រការណាមួយអ្នកទាំងអស់គ្នាក៏អាច comment បន្ថែមនៅខាងក្រោមវីដេអូប្រធានបទនៅក្នុងសប្តាហ៍នេះក៏បានមកដល់ទីបញ្ចប់ហើយកុំភ្លេចរងចាំតាមដានទស្សនាអាចកំបាំងក្រោមមេឃនៅសប្តាហ៍ក្រោយគណៈនេះខ្ញុំបាទហៅខុងសូមអរគុណសូមជម្រាបលាអយុធ្យាធ្លាប់ជាអតីតនគរដែលរុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍ហើយនគរនេះក៏ធ្លាប់ជាអតីតទឹកដីខ្មែរពីមុនមកដូចគ្នាប៉ុន្តែក៏ត្រូវឲ្យលំមលាយត្រឹមតែមួយប្រពេចភ្នែកដោយសារការចូលឈ្លានពានរបស់ភូមាអាចកំបាំងក្រោមមេសប្តាហ៍នេះខ្ញុំបាទហៅខុងនឹងនាំបងប្អូនទាំងគ្នាទៅដឹងអំពីប្រវត្តិខ្លះៗរបស់ក្រុងអយុធ្យានិងចក្រភពអង្គរក៏ដូចជាការត្រួតត្រារបស់សៀមរហូតដល់3លើកមកកាន់ក្រុងអង្គររបស់យើងអញ្ចឹងចូលនឹងថាតើរឿងរ៉ាវហេតុការណ៍ទាំងអស់នោះមានអ្វីខ្លះទស្សនាវីដេអូនេះទាំងអស់គ្នាអយុធ្យាដែលសពថ្ងៃប្រែបំលែងពីនាមស្ដេចឧទងទៅជាក្រុងឧទ័យនិងក្រឡៃតាមឈ្មោះក្រុងនៅក្នុងរឿងរាមកេរ្តិ៍ថាអយុធ្យានោះធ្លាប់ជាខេត្តរបស់អាណាចក្រខ្មែរកាលនោះហៅថាខេត្តព្រះនគរស្រីអយុធ្យាកសាងនៅក្នុងឆ្នាំ1351ក្រោមរាជស្ដេចត្រាញ់នាមរាមាធិបតីឬរាមាទី1បើទោះជាមានការផ្លាស់ប្ដូររដ្ឋបាលម្ដងទៅខេត្តពិษណុលោកតែទីបំផុតក៏បានត្រឡប់មកនៅអយុធ្យាវិញគិតសរុបអស់រយៈពេល417ឆ្នាំដែលស្គាល់ភាពធំការរបស់ខ្លួនព្រោះតែទំនាក់ទំនងការទូតដើម្បីពាណិជ្ជកម្មជាមួយឈ្មួញអឺរ៉ុបនិងចិនដោយសារមានសង្គ្រាមវាទីពីកងទ័ពភូមាជាហេតុធ្វើឲ្យអយុធ្យាត្រូវបានកំទេចបំផ្លាញនិងត្រូវបានបោះបង់ចោលនៅឆ្នាំ1767រាជធានីអាណាចក្រសៀមក៏ត្រូវបានផ្លាស់ប្ដូរទៅក្រុងទេពមហានគរក្នុងតំបន់បឹងកក់និងក្លាយជាឈ្មោះបាងកករហូតដល់សព្វថ្ងៃឥឡូវនេះយើងនឹងទៅដឹងអំពីមូលហេតុដែលសៀមធ្លាប់គ្រប់គ្រងទឹកដីអង្គរបាននៅសម័យអង្គរដែលដឹកនាំដោយព្រះបាទជ័យវរ្ម័នទី7ជាសម័យដែលប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងបំផុតនិងមានទឹកដីធំទូលំទូលាយដែលមានឈ្មោះថាចក្រភពអង្គរប៉ុន្តែនៅសម័យក្រោយៗមកអាណាចក្រខ្មែរយើងមានការធ្លាក់ចុះបន្តិចម្ដងនិងទឹកដីរបស់ប្រទេសកម្ពុជាយើងក៏បានបាត់បង់ទៅឲ្យប្រទេសជិតខាងតាមនោះដែរជាពិសេសប្រទេសថៃនិងប្រទេសវៀតណាមមូលហេតុបណ្ដាលមកពីទំនាស់ផ្ទៃក្នុងដែលមានដូចជាសាសនាការបែកបាក់សាមគ្គីជឿញុះញង់នៃប្រទេសជិតខាងក៏ដូចជាភាពអវិជ្ជានៃប្រជាជនមួយចំនួនជាដើមហើយការត្រួតត្រារបស់សៀមមកលើក្រុងអង្គរនេះផងដែរគឺធ្វើឲ្យមានផលប៉ះពាល់យ៉ាងច្រើនតែម្ដងការត្រួតត្រាលើកទី1នៅឆ្នាំ1353ដល់ឆ្នាំ1357នៃគ្រិស្តសករាជលើកទី2នៅឆ្នាំ1394ដល់ឆ្នាំ1401នៃគ្រិស្តសករាជនិងលើកទី3នៅឆ្នាំ1420ដល់ឆ្នាំ1421នៃគ្រិស្តសករាជគ្រានោះប្រជាពលរដ្ឋខ្មែររស់នៅទាំងលំបាកក្រីក្រតោកយ៉ាកជួបនៅគ្រោះទុក្ខភ័យពិសេសអយុធ្យាបានកេណ្ឌប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងទីក្រុងអង្គរស្ទើរតែទាំងអស់យកទៅបំពេញនៅតាមខេត្តរបស់ខ្លួនរួមទាំងទ្រព្យសម្បត្តិជាច្រើនដូចជាមាសប្រាក់និងវត្ថុមានតម្លៃជាច្រើនដូចជាកន្ទេលមាសកន្ទេលប្រាក់សេះដំរីជាដើមធ្វើឲ្យខ្មែរចុះខ្សោយអស់ទាំងកម្លាំងកងទ័ពទាំងកម្លាំងពលកម្មតទល់ទៅនឹងសៀមឡើងវិញក្នុងរាជការរបស់ស្ដេចសៀមរាមាសូរស្ដេចសៀមទតឃើញប្រាង្គប្រាសាទដ៏ស្កឹមស្កៃប្រៀបបានទៅនឹងឋានសួគ៌3ជាន់គួរឲ្យស្ញប់ស្ញែងរួមទាំងវត្ថុទាំងឡាយសុទ្ធសឹងជាវត្ថុបុរាណដ៏មានតម្លៃជាច្រើនស្ដេចសៀមសពប្រតិជាខ្លាំងហើយក៏បានបញ្ជាឲ្យមេទ័ពខ្មែរក្បត់ជាតិទាំងពីរគឺពញាកែវនិងពញាតីរួមទាំងប្រជារាស្ត្រ 70000 នាក់ដឹកជញ្ជូនរូបបដិមាព្រះគោរួមទាំងគម្ពីរព្រះត្រៃបិដកនិងពុទ្ធបដិមាជាច្រើនធ្វើអំពីមាសប្រាក់និងសំរឹទ្ធរួមទាំងមាសប្រាក់ជាច្រើនទៀតយកទៅប្រទេសសៀមឃើញថាមូលហេតុក៏មានច្រើនហើយផលប៉ះពាល់ក៏មានច្រើនដូចគ្នាហើយខ្ញុំក៏ចង់ប្រាប់អ្នកទាំងអស់គ្នាថាមុនការកកើតមានទឹកដីអយុធ្យានេះពីមុនទឹកដីនេះក៏ធ្លាប់ជារបស់ខ្មែរយើងមានតាំងពីយូរលង់ណាស់មកហើយខ្ញុំសង្ឃឹមថាប្រធានបទនៅក្នុងសប្តាហ៍នេះក៏ជាចំណេះដឹងបន្តិចបន្តួចដែលខ្ញុំអាចចែករំលែកទៅកាន់អ្នកទាំងអស់គ្នាហើយបើសិនជាចង់បន្ថែមអ្វីក៏អាចបន្ថែមនៅក្នុងខមមិនខាងក្រោមបានដូចគ្នាអញ្ចឹងប្រធានបទនៅក្នុងសប្តាហ៍នេះគឺបានមកដល់ទីបញ្ចប់ហើយកុំភ្លេចរងចាំតាមដានទស្សនានៅសប្តាហ៍ក្រោយគណៈនេះខ្ញុំបាទហៅហុងសូមអរគុណសូមជម្រាបលា